ចាជម្រាបសួរពុកម៉ែបងប្អូនថ្ងៃនេះសូមចេញវីដេអូមួយដោយសារតែខានចេញយូរហើយថ្ងៃនេះនាងខ្ញុំមានតាពាំងចឹងនាងខ្ញុំចេញវីដេអូតាក់ទងជាមួយនឹងការធ្វើជក់តាពាំងរបស់នាងខ្ញុំផ្ទាល់ចឹងដើម្បីបានធ្វើតាពាំងជក់គឺនាងខ្ញុំចាប់ផ្ដើមធ្វើការហាន់វាបកចិត្តបកវាជាស្ទប់ហ្នឹងចេញអស់ចឹងយើងឃើញបានតាពាំងរបស់យើងរួចហើយតែកុំមើលសម្បកចាគឺសម្បករបស់វាច្រើនមែនតើមួយថងចឹងបន្ទាប់ពីយើងចិតសម្បករួចរាល់គឺយើងហាន់វាជាល្អិតឬក៏ជាល្វែងបែបណាក៏បានតែសម្រាប់នាងខ្ញុំគឺខ្ញុំធ្វើការហាន់បែបនេះងាយស្រួលដើម្បីយើងដាក់ស្ងោរចាអញ្ចឹងបន្ទាប់ពីយើងចិតរូបសម្បកបកវាហើយរួចរាល់អស់ហើយឥឡូវយើងធ្វើការដាំទឹកដើម្បីដាក់តាពាំងរបស់យើងនឹងស្ងោរវាប្រហែលជារយៈពេល30នាទីដើម្បីឲ្យតាពាំងរបស់យើងអស់ជាតិហាងក៏ដូចជាឲ្យវាឆ្អិនចឹងបន្ទាប់ពីយើងស្ងោររួចរាល់យើងដាក់វាចោលម្ល៉េះទៅចឹងនាងខ្ញុំធ្វើការលាងម្ទេសដើម្បីទុកសម្រាប់កិនវាធ្វើជាគ្រឿងដើម្បីត្រាំតាពាំងជ្រក់របស់យើងចាអញ្ចឹងបន្ទាប់ពីយើងធ្វើការលាងម្ទេសរបស់យើងរួចរាល់ឥឡូវយើងធ្វើការបកសម្បកខ្ទឹមរបស់យើងដើម្បីយកមកចិញ្ច្រាំចាអញ្ចឹងបន្ទាប់ពីយើងធ្វើការបកសម្បករួចហើយគឺយើងច្រាំវាមកគឺច្រាំឲ្យល្អិតទូចមែនតើហើយម្ទេសគឺយើងហាន់វាដើម្បីងាយស្រួលដាក់នៅក្នុងម៉ាស៊ីនក្លុកគឺវាងាយស្រួលអញ្ចឹងបន្ទាប់ពីយើងហាន់រួចហើយគឺយើងធ្វើការដាក់វាក្លុកម្ទេសរបស់យើងមកសម្រាប់ម្ទេសគឺនាងខ្ញុំក្លុកផ្សេងហើយខ្ទឹមគឺនាងខ្ញុំចិញ្ច្រាំវាផ្សេងក្លុកធ្វើការដាក់ជាមួយគ្នាទេអញ្ចឹងបន្ទាប់ពីយើងក្លុកហើយយើងធ្វើម្ទេសរបស់យើងម៉ត់បែបនេះចឹងក្រោយពីយើងធ្វើគ្រឿងរួចរាល់ងាកមកមើលតាពាំងរបស់យើងបានស្ងោរឆ្អិនរួចរាល់ហើយ30នាទីចាអញ្ចឹងយើងធ្វើការលាងតាពាំងរបស់យើងដែលស្ងោររួចជាមួយនឹងទឹកស្អាតទឹកត្រជាក់ធម្មតាហ្នឹងពី3ទឹកមកបន្ទាប់ពីយើងលាងឲ្យទុកវាសិនហើយនឹងខ្ញុំធ្វើការកូរស្ករបន្ទាប់ពីយើងកូរកម្លោចវាយើងក្រហមតិចយើងធ្វើការដាក់ទឹកចូលប្រហែលជា1កែវអញ្ចឹងនាងខ្ញុំបន្ថែមនៅទឹកត្រីបន្តិចបន្ថែមនៅអំបិលរ៉ូឌីមួយស្លាបព្រាហើយជាមួយនឹងខ្ទឹមរបស់យើងចាអញ្ចឹងយើងដាក់ខ្ទឹមច្រាំរបស់យើងចូលមកបន្ទាប់ពីយើងធ្វើការដាក់ខ្ទឹមហើយយើងដាក់ម្ទេសដែលយើងបានក្លុកហ្នឹងចូលទៀតមកហើយនាងខ្ញុំលួចថែមទឹកខ្មេះតិចដែរដើម្បីឲ្យវាជូរដើម្បីយើងឆាប់បានញ៉ាំភ្លាមណាហើយក៏ការយើងចង់ដាក់ក្រូចឆ្មាក៏បានប៉ុន្តែនាងខ្ញុំចង់ដាក់ទឹកខ្មេះភាសាដាក់ទឹកខ្មេះយើងអាចទុកបានយូរបងប្អូនអញ្ចឹងបន្ទាប់ពីយើងដាក់គ្រឿងវាសព្វគ្រប់ហើយគឺយើងធ្វើការដាក់លាយជាមួយនឹងតាពាំងរបស់យើងហើយយើងធ្វើការច្បល់វាធ្វើម៉េចឲ្យវាសព្វជាមួយតាពាំងរបស់យើងហើយយើងអាចភ្លក់វាបន្តិចទៅដើម្បីដឹងថាវាមានរសជាតិសមល្មមអត់អញ្ចឹងបន្ទាប់ពីយើងធ្វើរួចរាល់ឥឡូវនាងខ្ញុំធ្វើការដួសដាក់នៅក្នុងកែវរបស់យើងដើម្បីយើងអាចទុកវាបានយូរចាឥឡូវបន្ទាប់ពីយើងដួសវារួចរាល់ឥឡូវយើងបានវាមួយកែវធំដែរហើយឥឡូវឃើញថាតាពាំងយើងនៅសល់អញ្ចឹងនាងខ្ញុំអាចដួសបានមួយកែវទូចទៀតអញ្ចឹងសរុបមកគឺតាពាំងរបស់យើងបានមួយកែវហើយថែមមួយកែវតូចទៀតណាបងប្អូនចានេះគឺសមិទ្ធផលរបស់យើងទទួលបាន